ថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលពីរបៀបធ្វើម្ហូបសាមញ្ញបែបគ្រួសារមួយគឺស៊ុបទាត្រកួនចង់ដឹងថាស៊ុបនេះធ្វើដោយរបៀបណាតោះទៅមើលទាំងអស់គ្នាបានហូបអីគេពូថ្ងៃនេះធ្វើទាត្រកួនទាត្រកួនស៊ុបទាត្រកួនស៊ុបទាត្រកួនគ្រឿងសម្រាប់ធ្វើស៊ុបទាត្រកួនមានដូចជាខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចម្ទេសហាន់ឬមួយក៏ម្ទេសកិនចំណែកគ្រឿងទេសមានស្ករទឹកត្រីម្សៅស៊ុបម្រេចនិងអំបិលជាដើមក្នុងការធ្វើស៊ុបទាត្រកួនជាដំបូងយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងដាក់គល់ស្លឹកគ្រៃចូលរួចបង់ខ្ទឹមក្រហមខ្ទឹមសជាមួយគ្នានិងចាប់ផ្ដើមកូរឲ្យសព្វបន្ទាប់មកចាំដាក់ម្ទេសទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួននិងបន្តកូរឲ្យឡើងឈ្ងុយរួចពីនេះបន្ថែមស្លឹកក្រូចសើចដើម្បីបង្កើនភាពឈ្ងុយនិងបន្តកូរបន្ថែមទៀតឲ្យបានសព្វល្អចាំចាក់សាច់ទាចូលទានេះយើងកាប់ឲ្យយើងសូមឲ្យសាយមកហើយយើងយកមកនិយាយយ៉ាងណាសំគ្រឿងចង់ប្រាប់ដែរមានម្ទេសស្លឹកក្រូចសើចគល់ល្ខៃម្ទេសខ្ទឹមក្រហមសិតតែរបស់ដែលយើងប្រើនៅក្នុងផ្ទះរបស់យើងអត់គឺគល់ល្ខៃបានជាធម្មជាតិប៉ិត 100% តែម្ដងទឹកដូងគឺជាគ្រឿងផ្សំមួយដែលជួយរសជាតិស៊ុបកាន់តែឆ្ងាញ់ហើយនិងផ្អែមបែបធម្មជាតិចំណែកតៅហ៊ូក៏ជាគ្រឿងផ្សំដើម្បីជំនួយស៊ុបឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរហើយបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តរបស់ខ្លួនចេះខ្លួនឯងក្រោយចាក់ទឹកដូងចូលនិងដាក់តៅហ៊ូចូលយើងបន្តកូរបន្ថែមទៀតឲ្យសព្វរួចចាំយើងចាក់ទឹកចូលទៅតាមបរិមាណសាច់របស់យើងតាពុះតិចទៀតបានហូបហើយចុងភៅហូបចូលធ្វើចុងភៅបដាដាក់បដាចាំគ្រឿងខ្លែងចាំគ្រឿងខ្លែងយូរពេកក្រោយពីចាក់ទឹកចូលយើងបន្តរំងាស់វារហូតឲ្យពុះឆ្អិនល្អក្រោយពីពុះរួចរាល់គិតថាអាចហូបបានអ្នកទាំងអស់គ្នាអាចយកមីដាក់ក្នុងចានជាមួយនឹងបន្លែឆៅហើយដាក់ស្រុះដូចយើងឆុងមីអញ្ចឹងឥឡូវមីស៊ុបទាត្រកួនយើងរួចរាល់ហើយអ្នកទាំងអស់គ្នាអាចអញ្ជើញហូបដល់ឆ្ងាញ់និងបើមិនជឿថាឆ្ងាញ់អាចមើលសកម្មភាពពួកគាត់កំពុងតែហូបបានថាតើឆ្ងាញ់ឬមិនឆ្ងាញ់ដូច្នេះវីដេអូរបៀបធ្វើស៊ុបទាត្រកួនមានត្រឹមតែប៉ុណ្ណឹងបើមានអ្វីខុសឆ្គងខ្ញុំសូមអធិស្ឋាននិងសូមគំរាមពុកម៉ែបងប្អូនបន្តគាំទ្រខ្ញុំទៀតបាយបាយ